រដូវប្រមូលផលបានចូលមកដល់ប្រជាកសិករនៅក្នុងភូមិរបស់ព្រីងមានចិត្តសប្បាយរីករាយជាខ្លាំងចំពោះទិន្នផលដែលពួកគាត់ទទួលបានព្រឹកនេះអ្នកភូមិជួបជុំគ្នារៀបចំសែនព្រេននៅលើដីស្រែរបស់ខ្លួនគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានកូនចៅទើបតែប្រមូលផលរួចថ្ងៃនេះកូនចៅមានចិត្តសប្បាយរីករាយកូនចៅយកមាន់ស្ងោរព្រមទាំងនំចំណីផ្លែឈើនិងភេសជ្ជៈជាច្រើនមុខទៀតយកមកថ្វាយដល់លោកតាម្ចាស់ទឹកម្ចាស់ដីជាការអរគុណដែលលោកបានជួយឲ្យកូនចៅធ្វើស្រូវបានផលល្អបើម្ចាស់ទឹកម្ចាស់ដីលោកបានដឹងបានឮហើយសូមលោកអញ្ជើញមកខ្សែផ្សោយតាមសប្បាយចោះព្រីងនិងមិត្តឈរនៅចិត្តនោះគ្នាយើងមើលចោះមានគ្រឿងដង្វាយច្រើនមកដល់ហើយណោះត្រូវឲ្យសម្លាញ់ដោយសារឆ្នាំនេះអ្នកភូមិធ្វើស្រែធ្វើចំការបានផលច្រើនអញ្ចឹងហើយតើពួកគាត់យកគ្រឿងដង្វាយមកសែនច្រើនយ៉ាងនេះឈ្ងុយជួយក្លិនមាន់ស្ងោរខ្លាំងណាស់ឈ្ងុយមែនទេមកទេហើយឲ្យនិយាយស្អីនងអត់មានអីទេគ្មានអីទេពួកឯងនៅលេងត្រង់នេះសិនទៅខ្ញុំទៅរកបត់ជើងតូចមួយផ្លេតសិនឯងឆាប់មកវិញណាមកទេក៏បានដើរចេញទៅណែពួកយើងអង្គុយលេងសិនទៅចាំអស់ធូកហើយណាចាំត្រឡប់ទៅផ្ទះវិញរំពេចនោះមកទេក៏ស្រែកចេញពីក្នុងព្រៃមួយទំហឹងវីវ៉ូហើយឆ្កែចចកមកហើយហាមានឆ្កែចចកមែនអីគ្រប់គ្នាបញ្ញាប់ទៅដេញឆ្កែចចកភ្លាមទៅកុំឲ្យវាចូលមកស៊ីគោក្របីរបស់យើងណាបញ្ញាប់ភ្លាមទៅឲ្យឆាប់ឡើងទៅដល់ភ័យខ្លាចឆ្កែចចកចូលមកអុកលុកអ្នកភូមិទាំងប្រុសទាំងស្រីក៏កាន់ដំបងរត់ចូលទៅក្នុងព្រៃដេញវាយឆ្កែចចករួមទាំងព្រីងនិងមិត្តរបស់គេផងដែរអ្នកភូមិរត់ចេញទៅអស់មកតែក៏ដើរចូលទៅយកមាន់ស្ងោរអ្នកភូមិអើយអ្នកស្រុកមិនក៏ស្រួលបោកយ៉ាងនេះតែប៉ុណ្ណេះឆ្ងាញ់មាត់មកតែខ្ញុំទៀតហើយដូចជាអត់ឃើញឆ្កែចចកទេសូម្បីតែដើមជើងរបស់វាក៏មិនឃើញដែរពិតមែនហើយយ៉ាងបាច់ចេះនឹងបានហើយពួកយើងប្រញាប់ត្រឡប់ទៅវិញទៅតបាត់មាន់ស្ងោរតាណាអស់ហើយសាច់ជ្រូកសុបទាក៏បាត់អស់ដែរឬមួយក៏ឆ្កែចចកវាចូលមកស៊ីមាន់ស្ងោរទៅដឹងឆ្កែចចកចង្រៃអើយពិតជាអាក្រក់ខ្លាំងណាស់ហើយមិនកើតទេបណ្ដោយបែបនេះមិនបានទេបើវាចូលភូមិមែនណាពួកយើងច្បាស់ជាអាសន្នហើយមិញសោយមិញកុំអាស្លន់ស្លោអីធ្វើចិត្តឲ្យតិចសិនទៅមិញរំពេចនោះមកតែក៏រត់ចូលមកហើយស្រែកមួយទំហឹងវីវ៉ូហើយបងប្អូនពូមីងអើយឆ្កែចចកវាកំពុងតែសម្ដៅមកទីនេះហើយថាម៉េចឯងនិយាយនេះជាការពិតទេជាការប៉ះហើយខ្ញុំទៅកុហកមិញធ្វើអីចង្រៃយោតោះបងប្អូនកាន់ដំបងមកទៅវាយឆ្កែចចកនោះជាមួយខ្ញុំឲ្យឆាប់ឡើងទៅតអ្នកភូមិរួមទាំងព្រីងនិងមិត្តក៏រត់ចេញទៅពួកគេទៅអស់ហើយតារកមើលសិនមានអីគួរឲ្យចង់ហូបទៀតទេមុននេះខ្ញុំយកទៅតែមាន់ស្ងោរភ្លេចយកទឹកជ្រលក់ឥឡូវយកឲ្យគ្រប់គ្រឿងតែម្ដងទៅឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងណាស់មាន់ស្ងោរនេះមានជាតិមែនទេទឹកជ្រលក់មីងសយក៏ឆ្ងាញ់ទៀតបានហូបឆ្អែតយ៉ាងនេះណាទៅដល់ផ្ទះវិញច្បាស់ជាគេងលក់ស្រួលហើយមកទេការប៉ិនចង់សោះព្រោះតែចង់ហូបរបស់ឆ្ងាញ់ឯងប្រើល្បិចថោកទាបបោកបញ្ឆោតអ្នកភូមិឯងអ្នកក្រក់ពេកហើយមិនមែនដូចឯងគិតទេណាស្ដាប់ខ្ញុំបកស្រាយសិនទៅផោះតង់ច្បាស់នៅក្នុងភ្នែកប៉ុណ្ណឹងហើយឯងនៅហ៊ានបកាយទៀតខ្ញុំអស់សង្ឃឹមចំពោះឯងណាស់ខ្ញុំមិនគួររាប់អានមិត្តដូចជាឯងទេអត់ទេព្រីងឯងកុំខឹងខ្ញុំអីណាខ្ញុំដឹងខុសហើយណាព្រីងខ្ញុំដឹងខុសហើយសម្លាញ់បើឯងពិតជាដឹងខុសមែនណាប្រញាប់ទៅសារភាពកំហុសទៅសុំទោសអ្នកភូមិឥឡូវនេះទៅការប៉ັດទៅគ្មានឆ្កែចចកអីទេគឺខ្ញុំកុហកពូមីងបងប្អូនដើម្បីលួចយកមាន់ស្ងោរទៅហូបខ្ញុំដឹងខុសហើយឲ្យខ្ញុំសុំទោសឯងនេះខូចមែនទេចេះធ្វើអញ្ចឹងទៅកើតបើឃ្លានខ្លាំងណាស់ឯងគួរតែសុំមីងក៏មិនចិត្តកំណាញ់ដែរឯងមិនគួរមកធ្វើរឿងផ្ដេសផ្ដាសអញ្ចឹងឡើយ
ខ្ញុំដឹងខុសហើយមីងសយខ្ញុំសុំទោសពិតមែនណាមីងខ្ញុំសន្យាថាមិនឲ្យមានរឿងអញ្ចឹងទៀតទេសូមពូមីងបងប្អូនអភ័យទោសឲ្យខ្ញុំផងទៅឯងចេះដឹងកំហុសជាការល្អហើយថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតណាខ្ញុំដឹងខុសហើយខ្ញុំដឹងហើយខ្ញុំសន្យាបុគ្គលលោភលន់រមែងជប់សេចក្តីវិន័យធ្វើជាមនុស្សត្រូវប្រកាន់ខ្ជាប់នៅភាពស្មោះត្រង់ទម្លាប់និយាយតែពាក្យពិតកុំមូសាសូមរងចាំទស្សនាវគ្គបន្ត ព្រោះតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន